តើអ្វីគឺជា CBC ហើយវាមានសារៈសំខាន់ដែរឬទេប្រសិនបើខ្ញុំមានបញ្ហា CBC តើធនាគារអាចឲ្យលុយខ្ញុំខ្ចីដែរឬទេជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំសេងលី No More ខាងចំណេះបន្ទាប់ពីខានអាប់ឡូតវីដេអូនៅក្នុង YouTube មួយនេះប្រហែលជារយៈពេល2ឆ្នាំតើអ្នកទាំងអស់គ្នានៅចាំខ្ញុំដែរឬទេនៅស្គាល់ខ្ញុំដែរឬទេមាននឹកខ្ញុំដែរឬទេសម្រាប់វីដេអូមួយនេះខ្ញុំនឹងមកធ្វើការពន្យល់ក៏ដូចជាបកស្រាយស្ដីអំពី CBC ថាតើអ្វីគឺជា CBC ប្រសិនបើអ្នកមានបញ្ហា CBC តើយើងត្រូវដោះស្រាយបែបណាហើយប្រសិនបើយើងមានបញ្ហា CBC នោះតើធនាគារអាចឲ្យលុយយើងខ្ចីដែរឬទេជាមួយនឹងសំណួរជាច្រើនផ្សេងទៀតទាក់ទងជាមួយនឹង CBC គឺជាពាក្យពេញនៃ Credit Bureau Cambodia គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីផ្ដល់សេវាកម្មនៅក្នុងការរាយការណ៍អំពីប្រវត្តិឥណទានសម្រាប់ក្រុមហ៊ុន CBC ផ្ទាល់គឺមានតួនាទី3សំខាន់ទី1គឺប្រមូលទិន្នន័យដែលសំដៅទៅលើការប្រមូលទិន្នន័យទាក់ទងជាមួយនឹងប្រវត្តិនៃការខ្ចីប្រាក់ការសងត្រឡប់របស់អតិថិជនពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជាទី2គឺជាការគ្រប់គ្រងនៅប្រវត្តិទិន្នន័យឥណទានដែលបានដល់ការរក្សាទុកនៅប្រវត្តិទិន្នន័យនេះឲ្យមានសុវត្ថិភាពដើម្បីតាមដានឥរិយាបថហិរញ្ញវត្ថុរបស់អ្នកខ្ចីនិងចុងក្រោយនោះគឺជាការផ្ដល់នៅរបាយការណ៍នៅពេលដែលអ្នកខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជាគេអាចទាញយកនៅរបាយការណ៍ CBC នេះបានដើម្បីធ្វើការពិនិត្យថាតើអ្នកគឺជាកូនបំណុលដែលល្អឬក៏ជាកូនបំណុលដែលមានហានិភ័យមុនឆ្នាំ2012កម្ពុជាមិនទាន់មានក្រុមហ៊ុនឯកជនណាមួយគ្រប់គ្រងទៅលើទិន្នន័យឥណទាននៅឡើយនោះទេការតាមដានប្រវត្តិនៃការខ្ចីត្រូវបានធ្វើឡើងដោយប្រព័ន្ធឥណទានមួយដែលត្រូវបានគេហៅថា CIS ឬពាក្យពេញ Credit Information System ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាដោយផ្ទាល់គោលដៅសំខាន់នៃប្រព័ន្ធនេះគឺដើម្បីឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អាចធ្វើការចែករំលែកព័ត៌មានរវាងគ្នានឹងគ្នាអំពីអតិថិជនដែលមិនបានសងប្រាក់ដើម្បីបង្ការនៅបំណុលដែលមានហានិភ័យអាក្រក់ទោះបីជាយ៉ាងណាទិន្នន័យនេះនៅមានកម្រិតនៅឡើយមិនទាន់មានការវិភាគទៅលើពិន្ទុឬ credit score ដោយនៅក្នុងពេលបច្ចុប្បន្ននេះនៅឡើយនោះទេយោងតាមរបាយការណ៍ចុងក្រោយមួយរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ឆ្នាំ2025បានបញ្ជាក់ថាអត្រាបំណុលដែលមិនដំណើរការឬ NPL បានហក់ឡើងរហូតទៅដល់ 8.9% ដែលនេះខ្ពស់ជាងគេបំផុតនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយមានន័យថាធនាគារកាន់តែរឹតបន្តឹងខ្លាំងនៅក្នុងការពិនិត្យទៅលើរបាយការណ៍ CBC របស់អ្នកមុនពេលនៃការផ្ដល់កម្ចីប្រសិនបើអ្នកមានឈ្មោះមិនស្អាតឱកាសនៃការផ្ដល់កម្ចីឬទទួលបានកម្ចីពីធនាគារនោះគឺស្ទើរតែសូន្យនៅក្នុងឆ្នាំ2026នេះមកដល់ខែមីនាឆ្នាំ2012របបថ្មីមួយនៃប្រព័ន្ធហិរញ្ញវត្ថុក៏បានមកដល់ក្រុមហ៊ុន CBC ឬ Credit Bureau ត្រូវបានគេបង្កើតឡើងនេះគឺជាការរួមទុនរវាងរដ្ឋនិងឯកជនក្រោមមូលដ្ឋាននៃច្បាប់ប្រកាសស្ដីពីការរាយការណ៍ឥណទានរបស់ធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ2011ស្ថាប័នសំខាន់ដែលបានរួមគ្នាបង្កើតនៅស្ថាប័ន CBC នេះមានដូចជាសមាគមធនាគារនៅកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្រុមហ៊ុនវិនិយោគ Wedas Advantage មកពីប្រទេសសិង្ហបុរីដែលបច្ចុប្បន្នបានផ្លាស់ប្ដូរឈ្មោះទៅជា Equifax ការបង្កើតនៅ CBC នេះបានប្រែក្លាយកម្ពុជាឲ្យមានប្រព័ន្ធគ្រប់គ្រងឥណទានស្តង់ដារមួយរហូតមកដល់ពេលបច្ចុប្បន្ននេះសូមបញ្ជាក់ថា CBC មិនមែនជាស្ថាប័នសម្រាប់ចិត្តផ្ដល់កម្ចីឬបដិសេធកម្ចីនោះទេ CBC គ្រាន់តែជាអ្នកផ្ដល់ទិន្នន័យតែប៉ុណ្ណោះចំណែកឯការសម្រេចចិត្តនៅក្នុងការផ្ដល់កម្ចីឬមិនផ្ដល់កម្ចីនោះគឺស្ថិតទៅលើគោលការណ៍របស់ធនាគារនីមួយៗដូច្នេះសួរថាតើ CBC បានដឹងអំពីប្រវត្តិនៃការសងត្រឡប់របស់យើងដោយរបៀបណាទាំងតែយើងមិនបានប្រាប់ពួកគេផងនោះចម្លើយនោះគឺមិនមែនជាការលួចលាក់ទិន្នន័យនោះទេប៉ុន្តែវាគឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មនៃវិស័យធនាគារនៅក្នុងប្រទេសកម្ពុជារាល់ពេលដែលអ្នកបានចុះហត្ថលេខានៅក្នុងការស្នើកម្ចីអ្នកបានផ្ដល់សិទ្ធិឲ្យធនាគារចែករំលែកនៅព័ត៌មាននេះទៅកាន់ Credit Bureau នេះគឺជាលក្ខខណ្ឌដំណាភាពដែលត្រូវបានចែងនៅក្នុងកិច្ចសន្យាឥណទានស្ទើរតែទាំងអស់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាធនាគារនិងមីក្រូហិរញ្ញវត្ថុដែលជាសមាជិកមានភារកិច្ចនៅក្នុងការរាយការណ៍ប្រវត្តិឥណទានរបស់អ្នកទៅកាន់ CBC ជារៀងរាល់ខែមិនថាជាការបង់ប្រាក់ទៀងទាត់ឬជាការបង់យឺតយ៉ាវនោះទេសូម្បីតែមួយថ្ងៃក៏ប្រព័ន្ធនេះធ្វើបច្ចុប្បន្នភាពទិន្នន័យភ្លាមៗដូចគ្នាCBC ប្រៀបដូចជាបណ្ណាល័យកណ្ដាលមួយដែលរក្សាទុកនៅកំណត់ត្រាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋគ្រប់រូបនៅពេលដែលលោកអ្នកទៅខ្ចីប្រាក់នៅកន្លែងថ្មីធនាគារនោះនឹងចូលទៅកាន់បណ្ណាល័យនេះដើម្បីធ្វើការឆែកមើលប្រវត្តិនៃសៀវភៅរបស់អ្នកដំណើរការនេះគឺដើម្បីការពារហានិភ័យបំណុលធានាឲ្យមានវប្បធម៌ឥណទានល្អមួយនៅក្នុងប្រទេសកម្ពុជារបស់យើង CBC គឺដឹងពាក់ព័ន្ធជាមួយនឹងឥណទានតែប៉ុណ្ណោះដូចជាថាតើបច្ចុប្បន្ននេះអ្នកមានកម្ចីប៉ុន្មានកន្លែងទី2តើអ្នកបង់ទៀងទាត់ដែរឬទេទី3តើអ្នកធ្លាប់ធានាកម្ចីឲ្យគេដែរឬទេ
CBC មិនបានដឹងអំពីចំនួនលុយក្នុងកង់របស់អ្នកដែលបានសន្សំទុកឬអាកំបាំងផ្សេងក្រៅពីប្រព័ន្ធតាក់ទងជាមួយនឹងឥណទាននោះឡើយដូច្នេះ CBC ល្អមិនប្រកាសថាអ្នកមានលុយច្រើនឬក៏ជាអ្នកមាននោះដែរបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចេញផ្សាយនៅក្នុងដើមឆ្នាំ2026នេះស្ដីអំពីស្ថានភាពឥណទាននៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលប្រុងប្រយ័ត្នខ្ពស់បំផុតមួយដោយមានប្រជាជនប្រមាណជា 4.9 លាននាក់ឬស្មើនឹងចិត្តពាក់កណ្ដាលនៃកម្លាំងពលកម្មសរុបកំពុងតែមានកម្ចីសកម្មនៅក្នុងប្រព័ន្ធធនាគារចុះសួរថាតើ CBC នេះឬប្រវត្តិឥណទាននេះមានសារៈសំខាន់បែបណាចំពោះមនុស្សទូទៅប្រព័ន្ធឥណទានមិនមែនគ្រាន់តែជាតួលេខឬឯកសារតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាកេរ្តិ៍ឈ្មោះហិរញ្ញវត្ថុរបស់បុគ្គលនីមួយៗផ្ទាល់នៅក្នុងពិភពហិរញ្ញវត្ថុទំនើបប្រវត្តិឥណទានគឺមានសារៈសំខាន់បំផុតវាប្រៀបប្រដូចទៅនឹងលិខិតឆ្លងដែនមួយដែលធ្វើឲ្យយើងអាចទទួលបានឬមិនទទួលបានសេវាកម្មពីខាងធនាគារនៅពេលដែលអ្នកស្នើសុំកម្ចីនៅក្នុងការទិញផ្ទះទិញរថយន្តឬពង្រីកអាជីវកម្មធនាគារមិនបានមើលមុខមាត់របស់អ្នកឬទ្រព្យសម្បត្តិរបស់អ្នកដែលមាននៅក្នុងពេលបច្ចុប្បន្ននោះទេអ្វីដែលគេពិនិត្យមើលលុនគេនោះគឺរបាយការណ៍ CBC ដើម្បីចង់ដឹងថាតើលោកអ្នកគឺជាមនុស្សបែបណាមានវិន័យក្នុងការសងត្រឡប់កម្រិតណាឥទ្ធិពលនៃប្រវត្តិឥណទាននេះគឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជីវភាពរស់នៅរបស់បុគ្គលនីមួយៗប្រសិនបើអ្នកមានប្រវត្តិល្អការអនុម័តកម្ចីគឺមានភាពឆាប់រហ័សហើយអ្នកមានអំណាចនៅក្នុងការចរចាអំពីអត្រាការប្រាក់ដែលជួយសន្សំសំចៃប្រាក់របស់អ្នកជាច្រើនផងដែរតែផ្ទុយទៅវិញប្រសិនបើប្រវត្តិរបស់ឥណទានរបស់អ្នកមានភាពសាមញ្ញឬអ្នកជាប់ឈ្មោះមិនល្អនោះអ្នកនឹងបាត់បង់ឱកាសនៅក្នុងការទទួលបានទុនឬឥណទានថែមទាំងរងបាននឹងការបដិសេធពីស្ថាប័នហិរញ្ញវត្ថុផងដែរសរុបមកប្រវត្តិឥណទានល្អគឺជាគន្លឹះនៃសេរីភាពហិរញ្ញវត្ថុជាកម្លាំងចលករនៅក្នុងការប្រែក្លាយក្តីស្រមៃរបស់អ្នកឲ្យក្លាយជាការពិតបានយោងតាមការសិក្សារួមគ្នាមួយរវាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាសមាជិកនៃក្រុមធនាគារពិភពលោកជាមួយនឹងក្រុមហ៊ុន Credit Bureau របស់ប្រទេសកម្ពុជារបស់យើងបានរកឃើញថាប្រព័ន្ធរាយការណ៍ឥណទានបានដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយពេលវេលានៃការពិនិត្យទៅលើការរៀបចំឯកសារកម្ចីចន្លោះពី 32% ទៅ 57% លទ្ធផលនៃការស្រាវជ្រាវនេះក៏បានបង្ហាញបន្តទៀតថាទិន្នន័យរបស់ CBC គឺមានទម្ងន់រហូតដល់ 36% នៅក្នុងការសម្រេចចិត្តរបស់ធនាគារថាតើផ្ដល់កម្ចីឲ្យអតិថិជនឬក៏យ៉ាងណាអ្នកជំនាញមកពីស្ថាប័ន IFC បានបញ្ជាក់បន្ថែមទៀតថាប្រព័ន្ធនេះមិនត្រឹមតែជួយស្ថាប័នហិរញ្ញវត្ថុអាចគ្រប់គ្រងហានិភ័យបានកាន់តែប្រសើរប៉ុណ្ណោះទេប៉ុន្តែវាក៏បានជួយនៅពង្រឹងលទ្ធភាពនៅក្នុងការទទួលបានឥណទានរបស់ប្រជាពលរដ្ឋកម្ពុជាសហគ្រាសធុនតូចមធ្យមតាមរយៈដំណាភាពនៃប្រវត្តិហិរញ្ញវត្ថុផងដែរចុះបន្ទុក CBC គឺជាអ្វីការដែល CBC អាចធ្វើការវិនិច្ឆ័យភាពជឿជាក់របស់អ្នកបានគេប្រើប្រាស់នៅរូបមន្តម្យ៉ាងដែលហៅថាបន្ទុកឥណទានបើនិយាយអំពីបន្ទុកឥណទាននេះយើងមិនអាចរំលងបានទៅលើ FICO Score ដែលជាស្តង់ដារមាសនៃពិភពហិរញ្ញវត្ថុនៅជុំវិញពិភពលោក FICO Score កើតចេញអំពីគំនិតច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្ត្រពីររូបគឺលោក Bill Fair និងលោក Else Isaac នៅក្នុងសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ1956គោលបំណងធំរបស់ពួកគេគឺចង់បង្កើតនៅប្រព័ន្ធនៅក្នុងការផ្ដល់កម្ចីដែលមានភាពយុត្តិធម៌និងផ្អែកទៅលើទិន្នន័យសុទ្ធសាធជាជាងការមើលមុខឬតាមអារម្មណ៍របស់អ្នកផ្ដល់កម្ចីការគណនាទៅលើ FICO Score ត្រូវបានគេបែងចែកចេញជា5ផ្នែកសំខាន់ៗ 35% ត្រូវបានគេគិតទៅលើប្រវត្តិនៃការសងប្រាក់ 30% គឺជាចំនួនបំណុលដែលកំពុងតែជំពាក់ 15% គឺទៅលើប្រវត្តិនៃការសងឥណទាននិង 20% ទៀតគឺទៅលើប្រភេទឥណទានចម្រុះនិងការស្នើឥណទាននៅក្នុងកំឡុងពេលថ្មីៗរូបមន្តនេះត្រូវបានពិភពលោកយកមកប្រើប្រាស់ដើម្បីវាស់វែងថាតើមនុស្សម្នាក់នោះមានវិន័យនៅក្នុងការសងត្រឡប់ឬមានវិន័យនៅក្នុងវិហិរញ្ញវត្ថុកម្រិតណាអត្ថប្រយោជន៍នៃ FICO Score គឺអាចជួយឲ្យយើងទទួលបាននៅកម្ចីលឿនជាងមុននិងទទួលបាននៅអត្រាការប្រាក់ដែលទាបដែលអាចជួយសន្សំសំចៃលុយកាក់របស់អ្នកបានយ៉ាងច្រើនសន្ធឹកសន្ធាប់បច្ចុប្បន្នក្រុមហ៊ុន CBC របស់ប្រទេសកម្ពុជារបស់យើងបានយកគំរូស្តង់ដារ FICO Score នេះបង្កើតចេញទៅជា K-Score ដើម្បីជាប្រព័ន្ធឥណទាននៅក្នុងស្រុកមួយដែលមានភាពច្បាស់លាស់អាចជឿទុកចិត្តបានដូចជាប្រទេសជឿនលឿនផងដែរបន្ទាប់ពីបានស្វែងយល់អំពីបន្ទុកឥណទានសំណួរដែលសំខាន់មួយទៀតថាតើសកម្មភាពអ្វីខ្លះដែលធ្វើឲ្យបន្ទុក K-Score របស់អ្នកមានការធ្លាក់ចុះជាទូទៅមានកត្តា5ដែលក្រុមហ៊ុន CBC ប្រើប្រាស់នៅក្នុងការវាយតម្លៃកត្តាទី1និងសំខាន់បំផុតនោះគឺប្រវត្តិនៃការសងប្រាក់របស់អ្នកការបង់យឺតយ៉ាវសូម្បីតែមួយថ្ងៃអាចធ្វើឲ្យបន្ទុក CBC របស់លោកអ្នកមានការស្រកចុះដូចគ្នាយោងតាមការសិក្សា Damage Control របស់ស្ថាប័ន FICO Score បានបង្ហាញថាអ្នកដែលមានបន្ទុក CBC ខ្ពស់នឹងរងការខូចខាតយ៉ាងខ្លាំងធ្ងន់ធ្ងរបំផុតនៅពេលដែលគេបង់យឺតយ៉ាវ
ទិន្នន័យស្រាវជ្រាវដដែលនេះក៏បានបញ្ជាក់ថាអ្នកមានពិន្ទុខ្ពស់ប្រមាណជា780បង់យឺតយ៉ាវត្រឹមតែ30ថ្ងៃតែមួយលើកនោះអាចធ្វើឲ្យពិន្ទុរបស់គេមានការធ្លាក់ចុះចន្លោះពី90ទៅ110ពិន្ទុអ្នកដែលមានពិន្ទុមធ្យមប្រមាណជា680នោះការបង់យឺតយ៉ាវដូចគ្នានឹងធ្វើឲ្យពួកគេមានការធ្លាក់ពិន្ទុចន្លោះពី60ទៅ80ពិន្ទុអ្វីដែលគួរឲ្យបារម្ភជាងនេះទៅទៀតអ្នកនឹងត្រូវចំណាយពេលរហូតដល់3ឆ្នាំដើម្បីធ្វើការស្ដារនៅពិន្ទុនេះត្រឡប់នៅក្នុងកម្រិតដូចដើមវិញកត្តាទី2គឺជាការគ្រប់គ្រងបំណុលប្រសិនបើអ្នកមានការប្រើប្រាស់នៅកម្ចីឬឥណទានជិតអស់ដែនកំណត់ឬ credit limit នោះវាបង្ហាញថាអ្នកកំពុងតែមានសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំងដែលធ្វើឲ្យពិន្ទុ CBC របស់អ្នកមានការធ្លាក់ចុះកត្តាទី3គឺរយៈពេលនៃឥណទានប្រសិនបើអ្នកចាប់ផ្ដើមនៅការខ្ចីដំបូងនោះពិន្ទុឥណទានរបស់អ្នកគឺមិនខ្ពស់នៅឡើយនោះទេនេះដោយសារតែប្រព័ន្ធមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីធ្វើការវាស់វែងនៅវិន័យនៅក្នុងការសងត្រឡប់របស់អ្នកនោះដែរកត្តាទី4គឺជាការស្នើសុំកម្ចីថ្មីញឹកញាប់ពេកការដើរស្នើសុំកម្ចីពីស្ថាប័នហិរញ្ញវត្ថុផ្សេងជាច្រើននៅក្នុងពេលតែមួយនោះក៏ជាសញ្ញានៃហានិភ័យដូចគ្នាកត្តាចុងក្រោយគឺជាប្រភេទឥណទានចម្រុះការដែលមាននៅបំណុលប្រភេទដដែលគឺមិនមែនជារឿងដែលល្អទាំងស្រុងនោះដែរការដែលដឹងនៅកត្តាបែបនេះគឺជួយឲ្យយើងអាចធ្វើការគ្រប់គ្រងនៅពិន្ទុ K-score របស់យើងឲ្យមានភាពរឹងមាំនិងរក្សាកេរ្តិ៍ឈ្មោះហិរញ្ញវត្ថុរបស់យើងឲ្យល្អសម្រាប់ថ្ងៃអនាគតដូចគ្នាករណីឧទាហរណ៍មូលហេតុដែលធ្វើឲ្យពិន្ទុ K-score មានការធ្លាក់ចុះដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់នោះខ្ញុំសូមលើកឧទាហរណ៍ទាក់ទងជាមួយនឹងបុគ្គលពីររូបលោកក៏គឺជាអ្នកដែលមានចំណូលខ្ពស់ប៉ុន្តែគាត់តែងតែមានទម្លាប់នៅក្នុងការសងយឺតយ៉ាវសូម្បីតែ2ទៅ3ថ្ងៃក៏ដោយសកម្មភាពទាំងនេះបានធ្វើឲ្យពិន្ទុ K-score របស់គាត់មានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែប្រព័ន្ធ K-score បានចាត់ទុកគាត់ថាគឺជាអ្នកខ្វះវិន័យហិរញ្ញវត្ថុចំណែកឯកញ្ញាខវិញគាត់មានការសងត្រឡប់ប្រាក់ទៀងទាត់ប៉ុន្តែការឥណទានរបស់គាត់ចំនួន3គាត់បានប្រើប្រាស់អស់រហូតទៅដល់ដែនកំណត់របស់វាដែលនេះមានន័យថាទោះបីជាមានការសងត្រឡប់ទៀងទាត់ក៏ដោយក៏ពិន្ទុរបស់គាត់មានការធ្លាក់ចុះដូចគ្នាដោយសារតែប្រព័ន្ធយល់ឃើញថាគាត់កំពុងតែមានបំណុលខ្ពស់អំពីលើសកម្រិតដែលគាត់អាចរកបានឬប្រៀបធៀបជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់គាត់បន្ថែមពីលើនេះទៀតប្រសិនបើអ្នកស្នើកម្ចីពីធនាគារ4ទៅ5កន្លែងនៅក្នុងពេលតែមួយដើម្បីគ្រាន់ដឹងថាតើជម្រើសណាមួយជាចំណុចដែលល្អកត្តាមួយនេះក៏អាចធ្វើឲ្យពិន្ទុ CBC របស់អ្នកមានការធ្លាក់ចុះដូចគ្នាកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចបើយើងគ្រាន់តែសាកសួរតែមិនបានសញ្ញាឯកសារឲ្យគេនៅក្នុងការឆែក CBC នោះគឺមិនមែនជារឿងអីនោះទេដោយសារតែវាមិនបានប៉ះពាល់ទៅដល់ CBC របស់យើងនោះដែរប៉ុន្តែប្រសិនបើយើងយល់ព្រមឲ្យគេនៅក្នុងការឆែកទៅលើ CBC របស់យើងវាអាចនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ពិន្ទុ CBC របស់យើងប្រព័ន្ធនឹងកត់ត្រានៅសម្គាល់ថាអ្នកកំពុងតែមានតម្រូវការបន្ទាន់ទៅលើសាច់ប្រាក់ដែលជាសញ្ញានៃហានិភ័យខ្ពស់មួយដូច្នេះការយល់ដឹងអំពីឥរិយាបថទាំងអស់នេះគឺជាគន្លឹះសំខាន់ដើម្បីរក្សានៅពិន្ទុ K-score របស់អ្នកឲ្យស្ថិតនៅក្នុងតំបន់បៃតងជានិច្ចដូច្នេះសួរថាតើយើងធ្វើដូចម្តេចដើម្បីឲ្យពិន្ទុ K-score របស់យើងមានការកើនឡើងឬខ្ពស់ជាងមុនការចង់បាននៅពិន្ទុឥណទានដែលល្អមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃទម្លាប់ហិរញ្ញវត្ថុដ៏ឆ្លាតវៃមួយវិធីសាស្ត្រដំបូងដែលធ្វើឲ្យពិន្ទុឥណទានខ្ពស់នោះគឺជាការសងត្រឡប់ឲ្យទៀងទាត់ពេលវេលាដូច្នេះអ្នកអាចធ្វើការកំណត់នៅការ auto payment ដើម្បីជៀសវាងការភ្លេចភ្លាំង1ថ្ងៃឬ2ថ្ងៃដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ពិន្ទុ CBC របស់អ្នកយុទ្ធសាស្ត្រទី2នោះគឺរក្សានៅកម្រិតឥណទានរបស់អ្នកឲ្យទាបទោះបីជាធនាគារបានផ្ដល់នៅកម្រិតឥណទានខ្ពស់យ៉ាងណាក៏ដោយប៉ុន្តែអ្នកព្យាយាមនៅក្នុងការកម្រិតនៅក្នុងការចាយវាយត្រឹមតែ 30% នៃទំហំឥណទានដែលមានបើធ្វើបែបនេះបានវាបង្ហាញថាអ្នកមានលុយកាក់គ្រប់គ្រាន់មិនមែនអ្នកកំពុងតែរស់នៅពឹងទៅលើបំណុលទាំងស្រុងនោះទេផ្ទុយទៅវិញប្រសិនបើអ្នកមានប្រវត្តិនៅឥណទានមិនល្អនោះដំណោះស្រាយល្អបំផុតនោះគឺកុំរត់គេចឬមិនសងត្រឡប់ទៅកាន់ស្ថាប័នហិរញ្ញវត្ថុដែលលោកអ្នកកំពុងខ្ចីនោះជាដាច់ខាតចូលចាប់ផ្ដើមសងបំណុលដែលអ្នកមាននៅសេសសល់នោះឲ្យអស់និងបន្តប្រើប្រាស់នៅឥណទានថ្មីនៅក្នុងកម្រិតតិចតួចណាមួយដែលខ្លួនអាចមានសមត្ថភាពនៅក្នុងការសងរួចនោះឲ្យបានទៀងទាត់បំផុតការធ្វើបែបនេះប្រព័ន្ធនឹងយល់ថាអ្នកកំពុងតែលាងនៅរូបភាពអវិជ្ជមានចាស់ៗរបស់អ្នកហើយជំនួសមកថ្មីនៅពិន្ទុឥណទានថ្មីនៅក្នុងរយៈពេល12ទៅ24ខែដូច្នេះកុំភ្លេចតាមដាននៅស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនសុខភាព CBC របស់ខ្លួនដើម្បីធានាថានៅពេលអនាគតប្រសិនបើអ្នកមានតម្រូវការនៅក្នុងការប្រើប្រាស់កម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយនៅក្នុងប្រទេសកម្ពុជានោះមានភាពងាយស្រួលនិងការអនុម័តកម្ចីមានភាពរហ័សជាងមុន